វិធីសាស្ត្របង្កើត Apple ID ងាយៗសម្រាប់ទូរស័ព្ទ iPhone អញ្ចឹងមុនដំបូងគឺយើងចូលទៅកាន់ Setting សិនមកបន្ទាប់មកបងប្អូនចុចទៅលើ Apple Account បន្ទាប់មកបងប្អូនចុចទៅលើពាក្យថា Don't have an Apple ID ហើយនៅត្រង់ចំណុចនេះបងប្អូនបំពេញឈ្មោះខ្លួនឯងក៏ដូចជាថ្ងៃខែឆ្នាំកំណើតរបស់ខ្លួនឯងផងដែរហើយបន្ទាប់ពីបំពេញហើយបងប្អូនចុចពាក្យថា Continue ហើយត្រង់ចំណុចនេះបងប្អូនចុចអក្សរពណ៌ខៀវ Don't have an email address បន្ទាប់ពី load បែបនេះបងប្អូនយកពាក្យ get earn iCloud email address បន្ទាប់មកបងប្អូនដាក់ឈ្មោះ email iCloud បងប្អូនតាមអីដែលបងប្អូនស្រឡាញ់តែខ្ញុំ recommend ឲ្យដាក់លេខជាមួយនឹងឈ្មោះផងដែរហើយបន្ទាប់មកបងប្អូនចុចពាក្យ continue ដើម្បីបន្តទៅមុខទៀតហើយបន្ទាប់ពី load បែបនេះបងប្អូនយកពាក្យ create email address ហើយសម្រាប់ password បងប្អូនអាចដាក់អក្សរធំមុនបន្ទាប់មកចំនួន password បងប្អូនអាចដាក់8ខ្ទង់បងប្អូនអាចមើលតាមឧទាហរណ៍ដែលខ្ញុំបានដាក់ឲ្យនៅលើ screen នឹងតែម្ដងក៏បានដែរហើយបងប្អូនចុចពាក្យ continue ដើម្បីបន្តទៅមុខទៀតអញ្ចឹងមកដល់កន្លែងដាក់លេខទូរស័ព្ទបងប្អូនជ្រើសរើសយកបូក855ឬក៏ប្រទេសកម្ពុជាយើងដើម្បីដាក់លេខទូរស័ព្ទខ្មែរយើងបានហើយឥឡូវនេះបងប្អូនអាចដាក់បំពេញលេខទូរស័ព្ទរបស់បងប្អូនទាំងអស់គ្នាបានហើយអញ្ចឹងបងប្អូនដាក់លេខទូរស័ព្ទចូលមកបន្ទាប់មកបងប្អូនចុចនៅលើពាក្យថា continue អញ្ចឹងនៅកន្លែងនេះគឺយើងរងចាំបំពេញ confirm code ដែលក្រុមហ៊ុន Apple ID ផ្ញើមកឲ្យយើងយកលេខហ្នឹងមកបំពេញមករួចបន្ទាប់មកយើងចុចពាក្យ continue បន្តទៀតហើយនៅត្រង់កន្លែងនេះបងប្អូនចុចពាក្យថា agree នៅខាងស្ដាំដៃអញ្ចឹងបន្ទាប់ពីវាចេញបែបនេះបានន័យថាយើងបង្កើតរួចរាល់ហើយអញ្ចឹងបងប្អូនអាចចូលទៅ download កម្មវិធីនៅក្នុង App Store បានហើយសម្រាប់បងប្អូនដែលបង្កើតអត់បានឬក៏មានបញ្ហាក្នុងការបង្កើត Apple ID នេះបងប្អូនអាចឲ្យខ្ញុំបង្កើតឲ្យក៏បានដែរខ្ញុំយកតែមួយ account ត្រឹមតែ$1ទេហើយទីតាំងរបស់ខ្ញុំគឺនៅផ្សារភូពួយខេត្តបាត់ដំបងអរគុណជម្រាបលា